សូមស្វាគមន៍មកកាន់ឆ្នាំ2026ទាំងអស់គ្នាបាទហើយថ្ងៃនេះគឺជាថ្ងៃល្អមែនទែនសម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលប្រទេសថៃបានដោះលែងកងទ័ពរបស់យើងទាំង18នាក់វិលមករកមាតុភូមិវិញហើយអ្វីដែលពិសេសនោះបាទគឺខ្ញុំគិតថាឆ្នាំថ្មី2026នេះប្រទេសជាតិយើងនឹងជួបសុខសន្តិភាពទាំងអស់គ្នាប្រកបទៅដោយបរិយាបន្នទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកកន្លែងមួយដែលបងប្អូនទាំងអស់គ្នានិងខ្ញុំគឺតែងតែទៅដល់ហើយគឺធ្វើការបន់ស្រន់សូមឲ្យប្រទេសកម្ពុជាមានសេចក្តីសុខសេចក្តីចម្រើនកន្លែងនេះគឺនៅក្នុងខេត្តហឺណាននៃប្រទេសចិននៅទីក្រុងឡកយ៉ាងដែលមានរូបព្រះពុទ្ធចំនួន100000អង្គហើយកន្លែងនេះដែរត្រូវបានកសាងតាំងពីឆ្នាំ400នៃរាជវង្សវៃអញ្ចឹងបងប្អូនអរគ្នាបើសិនបងប្អូនអរគ្នាបានទៅទីក្រុងឡកយ៉ាងគេហៅថាឡមិនក្រថោះនឹងហើយកុំភ្លេចណាធ្វើការបួងសួងដល់គ្នាដើម្បីសុំពរជ័យបាទពីព្រះទាំងអស់គ្នាសូមអរគុណជម្រាបលា